รีบสู้มาบอนนี้ไงนี่ởนี่ខ្ញុំមានវីដេអូមួយចង់បង្ហាញបន្ថែមអំពីរបៀបធ្វើតេស្ត LH ណាតេស្តរោគថ្ងៃដែលមានជីវិតញីធ្លាក់ជាធម្មតាតេស្ត LH មានច្រើនប្រភេទហើយក៏មានច្រើនក្រុមហ៊ុនដែរប៉ុន្តែថ្ងៃនេះខ្ញុំសូមលើកយកប្រភេទតេស្តបន្តទឹកនោមនេះនេះតេស្តមកនេះអញ្ចឹងមុននឹងធ្វើតេស្តយើងត្រូវបើកប្រអប់នឹងសិនមកហើយយកតេស្តហ្នឹងអានេះសម្រាប់ដាក់ទឹកនោមណាបងប្អូនទាំងគ្នាអាចយកទឹកនោមដាក់នៅក្នុងហ្នឹងបានចានេះគឺជាទឹកនោមនេះតេស្តហ្នឹងយើងហែកមកណាតម្រងតេស្តគឺបែបហ្នឹងណាក្នុងហ្នឹងគឺមានជ័រមួយអញ្ចឹងបងប្អូនទាំងគ្នាអាចច្បាច់តែជ័រហ្នឹងនេះយើងច្បាច់តែហ្នឹងណាហើយយើងយកដាក់ក្នុងទឹកនោមឲ្យវាបើទឹកនោមរួចហើយយើងយកទឹកនោមហ្នឹងយកទៅច្បាច់ដាក់នៅកន្លែងនេះអាកន្លែងអសកន្លែងទូចនេះមួយយើងយកទឹកនោមហ្នឹងច្បាច់ចូលកន្លែងហ្នឹងទៅច្រឡំអីច្បាច់ចូលកន្លែងនេះអីថាតេស្តហ្នឹងអត់ដំណើរការតេស្តហ្នឹងខូចអីណាអញ្ចឹងយើងយកទឹកនោមហ្នឹងយកមកបន្តដាក់លើហ្នឹងមកជាងបន្តតែប៉ុណ្្នឹងមកបានហើយរួចហើយបងប្អូនអរគ្នារងចាំលទ្ធផលតេស្តយើងរងចាំរយៈពេល5នាទីជាធម្មតាតេស្ត LH ហ្នឹងតើយើងត្រូវពិនិត្យនៅពេលណាបើសិនជាបងប្អូនទាំងអស់គ្នាចង់តាមដានរោគថ្ងៃដែលមានជីវិតញីធ្លាក់ចង់បានកូនប្រុសឬមួយក៏កូនស្រីដែលប្រើតេស្ត LH ហ្នឹងឬមួយក៏ចង់ប្រើវិធីពន្យាកំណើតដោយប្រើតេស្ត LH ហ្នឹងយើងត្រូវចាប់ផ្ដើមតេស្តចាប់ពីថ្ងៃទី10នៃកាលមករដូវបើសិនជារដូវរបស់យើងហ្នឹងមកនៅថ្ងៃទី1អញ្ចឹងថ្ងៃទី10យើងត្រូវចាប់ផ្ដើមធ្វើតេស្តហ្នឹងហើយព្រោះជាធម្មតាស្ត្រី 70 ទៅ 80% គឺធ្លាក់មេជីវិតនៅថ្ងៃទី10ទៅថ្ងៃទី19នៃកាលមករដូវរបស់គាត់ណាចឹងយើងត្រូវធ្វើតេស្ត LH នឹងរាល់ថ្ងៃយើងត្រូវធ្វើមួយថ្ងៃមួយហើយចន្លោះពេលដែលត្រូវធ្វើតេស្តហ្នឹងគឺចាប់ពីម៉ោង2ដល់ម៉ោង5ពេលរសៀលចន្លោះពេលហ្នឹងគឺជាពេលដែលអរម៉ូន LH នៅក្នុងខ្លួនរបស់យើងហ្នឹងគឺកើនឡើងខ្ពស់បើសិនជាបងប្អូនធ្វើតេស្តនៅក្នុងកំឡុងពេលហ្នឹងគឺយើងអាចនឹងមើលឃើញច្បាស់និយាយទៅលទ្ធផលវាច្បាស់តាមហ្នឹងណាបើសិនជាគេថាបងប្អូនទាំងគ្នាថ្ងៃហ្នឹងយើងប្រើតេស្តហ្នឹងយើងតង់តាមដានរោមេជីវិតប៉ុន្តែយើងទិញម្ដងមួយឯងថ្ងៃហ្នឹងយើងប្រើតេស្តប្រភេទជ្រលក់ហ្នឹងថ្ងៃស្អែកផ្សេងទៀតយើងទៅប្រើតេស្តម៉ាកផ្សេងទៀតថ្ងៃស្អែកផ្សេងទៀតយើងទៅប្រើតេស្តម៉ាកផ្សេងទៀតគាត់ថាតេស្តនេះអត់ល្អតេស្តនោះអត់ល្អអញ្ចឹងណាចំពោះតេស្តហ្នឹងគឺអត់ខុសគ្នាប្រហែលទេហើយបងប្អូនអាចជ្រើសរើសយកតម្លៃមួយណាក៏បានដែរសម្រាប់តេស្តហ្នឹងប៉ុន្តែសូមជ្រើសរើសតេស្តដែលមានប្រភេទដូចគ្នាដើម្បីតាមដានមេជីវិតញីរបស់យើងហ្នឹងពីក្នុងខែមួយទៅខែមួយទៀតហ្នឹងយើងកុំបដូរតេស្តព្រោះអីតេស្តក្រុមហ៊ុនមួយគឺគេមានស្តង់ដាររបស់គេបច្ចេកទេសការផលិតរបស់គេគឺខុសគ្នាយើងអាចប្រើតេស្តមួយណាគឺយើងប្រើតេស្តមួយហ្នឹងរហូតដល់យើងកុំដូរចោលដូរឡើងដូរតេស្តនេះបន្តិចដូរតេស្តនោះបន្តិចអីអញ្ចឹងណាយើងកុំធ្វើអញ្ចឹងចំពោះតេស្តនេះរយៈពេល5នាទីហើយនេះយើងមើលណាយើងឃើញថាតែនឹងមានតែមួយឆ្នោតទេនេះឲ្យខ្ញុំសូមបញ្យល់បងប្អូនទាំងគ្នាពីកន្លែងតេស្តនេះបន្តិចនេះចំពោះតេស្តនេះបងប្អូនទាំងគ្នាឃើញអានេះគេដាក់ថា positive ហ្នឹងបានន័យថាមានមេជីវិតញីខ្ជាអីវាឡើងច្បាស់ឡើងគំនុះឡើងច្បាស់ទាំងពីរអញ្ចឹងណាច្បាស់ស្មើគ្នាទាំងពីរខាងលើហ្នឹងក៏ច្បាស់ឯខាងក្រោមហ្នឹងក៏ច្បាស់មិនមែនព្រិលអញ្ចឹងទេណាហើយចំពោះលទ្ធផលដែលអត់មានវិញអានេះគេដាក់ថា negative បានន័យថាអត់មានមេជីវិតញីខ្ជាទេបើសិនជាមានមេជីវិតញីខ្ជាគឺឡើងច្បាស់ទាំងពីរដូចគ្នាអញ្ចឹងអានេះវាខាងលើច្បាស់ប៉ុន្តែខាងក្រោមឃើញព្រិលតែបន្តិចទេអាហ្នឹងក៏មានដែរនេះដូចជាតេស្តនេះអញ្ចឹងណាខាងលើច្បាស់ប៉ុន្តែខាងក្រោមឃើញព្រិលតែបន្តិចហ្នឹងអត់មានទេណាចំពោះលទ្ធផលមួយទៀតវាអាចនឹងបង្ហាញអត់មានដូចគ្នាគឺមានតែខាងលើមួយទេច្បាស់តែខាងលើមួយខាងក្រោមអត់មានអីសោះអាហ្នឹងបានន័យថាក៏អត់មានមេជីវិតញីខ្ជាដែរចំពោះអានេះមួយទៀតinvalid នេះណា invalid ហ្នឹងបានន័យថាតេស្តហ្នឹងខូចវាចេញតែខាងក្រោមមួយឆ្នោតវាអត់មានតែខាងលើក៏អត់មានប៉ុន្តែវាបែរជាមិនមានកន្លែងអក្សរ T នេះវិញវាមានតែខាងក្រោមហ្នឹងមួយឆ្នោតទេណាអាហ្នឹងបានន័យថាតេស្តហ្នឹងខូចហើយចំពោះមួយទៀតគឺតេស្តហ្នឹងអត់មានចេញអីទាំងអស់ខាងលើក៏អត់មានខាងក្រោមហ្នឹងក៏អត់មានអាហ្នឹងបានន័យថាតេស្តហ្នឹងខូចទេណាបងប្អូនអាចសាកល្បងប្រើមួយទៀតបើសិនជាទិញយកមកទុកច្រើនណាចាចំពោះវីដេអូដែលបង្ហាញអំពីការធ្វើតេស្តមេជីវិតញីហ្នឹងគឺនេះខ្ញុំមានតែប៉ុណ្្នឹងចា